គ្រាន់តែឃើញក្លាយវីដេអូក៏ឆ្ងាញ់ដែរមែនអត់បងប្អូនចាថ្ងៃហ្នឹងគឺមកឆាសាច់ជ្រូកចិញ្ច្រាំជាមួយនឹងម្រះព្រៅផងយើងបងប្អូននិយាយទៅគឺឆាសាច់ជ្រូកចិញ្ច្រាំម្រះព្រៅផងយើងនឹងឯងហើយបងប្អូនណាយអត់ដឹងថាបងគាត់បេះស្ដាយគូអស់ហ៎អញ្ចឹងទៅនៅសល់តែមួយពីរបងប្អូនយកមកដាក់កុំអីខ្ញុំទិញគេហើយកាលខ្ញុំមើលនោះគឺនៅមានស្ដាយគូនឹងពេញដើមមកបងប្អូនអញ្ចឹងទៅខ្ញុំគិតថាឲ្យខ្ញុំអត់ទិញទេដោយសារតែយើងមានហើយអញ្ចឹងណាយើងក៏មិនសូវដាក់អីច្រើនដែរអញ្ចឹងទៅក៏អត់បានទិញឲ្យបាត់ថាម្រះព្រៅវិញនឹងល្អតែម្ដងហើយបងប្អូនដោះជុំវិញផ្ទះយើងនឹងឯងហើយជាដំបូងហ្នឹងខ្ញុំជៀនពងសិនណាបងប្អូនជាងពងទាជាប់ភ្នៅផងយើងណាបានហូបជាមួយនឹងឆាម្រះព្រៅផងយើងឆ្ងាញ់បងប្អូនចាទំនងអត់និយាយវាថាអូយទំនងមែនតែនហ្មងហើយបងប្អូនចូលចិត្តណាអាពងជាប់ភ្នៅហ្នឹងខ្ញុំហើយថ្ងៃហ្នឹងបញ្ចេញស្នាដៃទៀតហើយបងប្អូនបញ្ចេញស្នាដៃធ្វើម្ហូបឲ្យឪហូបទៀតហើយបងប្អូនណាឆ្ងាញ់ធ្វើមិនទេកូនឪធ្វើឲ្យឪទៅហូបអីអញ្ចឹងណាតែនៅពេលដែលធ្វើឲ្យបងប្អូនណាគាត់ថាមានអីឆ្ងាញ់ដែរតើគាត់ថាអូអញ្ចឹងខ្ញុំអាចធ្វើមួយគាត់ហូបបានហើយអញ្ចឹងហើយឥឡូវនៅពេលដែលយើងជៀនពងហើយយើងក៏បានមកធ្វើការលីងខ្ទឹមសហើយនឹងម្ទេសផងយើងបងប្អូនម្ទេសហ្នឹងគឺខ្ញុំបានបុកវាចូលគ្នាជាមួយនឹងខ្ទឹមសតែម្ដងទៅតែបងប្អូនខ្លះគាត់គេច្រាំខ្ទឹមផ្សេងហើយគាត់ហាន់ម្ទេសជាកង់អីចឹងណាបងប្អូនតែចំណែកខ្ញុំអត់ទេខ្ញុំចង់បុកចឹងវាងាយស្រួលអីចឹងទៅបងប្អូនណាហើយបើសាច់វិញខ្ញុំជ្រើសយកសាច់ជ្រូក3ជាន់បងប្អូននិយាយវាថាអូសើខ្លាញ់អីជាប់គ្នាចឹងទៅឆាទៅវាឆ្ងាញ់បើថាយកសាច់សុទ្ធក៏អត់សូវឆ្ងាញ់ដែរបងប្អូនហើយបើគ្រឿងក្រៅអត់ពិបាកទេបងប្អូនគឺគ្រឿងក្រៅផ្ទះបាយយើងដែលយើងធ្លាប់មាននឹងឯងស្ករប៊ីចេងហើយខ្ញុំថែមជាមួយនឹងប្រេងខ្យងផងយើងបងប្អូនខ្លះគាត់ដាក់ទេប៉ុន្តែខ្ញុំដាក់យករសជាតិអីអញ្ចឹងណាបងប្អូនគឺខ្ញុំខុសគេអញ្ចឹងឯងហើយអានេះខ្ញុំហៅថាសាច់ជ្រូកកញ្ច្រាំម្រះព្រៅអីអញ្ចឹងទៅបងប្អូនហៅថាបែបណាប្រាប់ខ្ញុំផងអីអញ្ចឹងណាបងប្អូនគុណទី3ចេញមកគឺខុសគេតែម្ដងហើយបងប្អូនណាឥឡូវសាច់ជ្រូកយើងក៏បានឆ្អិនហើយយើងក៏បានធ្វើការដាក់ម្រះព្រៅផងយើងចូលទៅបងប្អូនម្រះព្រៅគឺធម្មជាតិហ្មងណាបងប្អូនដុះជុំវិញផ្ទះខ្ញុំដាំទៅប្រហែលដើមទេប៉ុន្តែអានេះវាដុះទៀតបងប្អូនហើយពេលភ្លៀងមកដុះគ្រប់កន្លែងតែម្ដងហើយឥឡូវឆ្អិនណាបងប្អូនយើងធ្វើការដួសដាក់ចានតែម្ដងទៅដំបូងខ្ញុំថាហូបអត់គ្រាន់ទេមានអីលើមួយចានដែរទៅបងប្អូនណាយហើយនោះគឺជាពងទាជាប់ភ្នៅផងយើងនិយាយពីថាទំនងមែនតែនហ្មងហើយបងប្អូនអញ្ចឹងតោះទៅហូបបាយជាមួយខ្ញុំទាំងអស់គ្នាហើយបើនិយាយពីមេឃវិញបងប្អូនណាយមិនដឹងថាភ្លៀងឬក៏ត្រជាក់អពិតប្រកបទេបងប្អូនវារៀងត្រជាក់ផងភ្លៀងផងរលឹមពេញនឹងឯងបងប្អូនឈឺក៏ដឹងខ្លួនទេចាំមើលទៅបងប្អូនណាជាពិសេសគឺខ្ញុំតែម្ដងហើយឆាប់ឈឺណាស់បងប្អូនណាយឥឡូវចាប់ដើមណាបងប្អូនស្ដាប់ទៅសំឡេងក៏ដឹងដែរស្អកកហើយបងប្អូនហើយនិយាយទៅមួយឆ្នាំទាំងឈឺប្រហែលដងទេខ្ញុំខុសគេខុសឯងហ្មងហើយវីដេអូខ្ញុំអត់មានអីច្រើនទេបងប្អូនមានតែកន្លែងហូបចុកនឹងឯងហើយក៏អរគុណសម្រាប់ទស្សនាវីដេអូខ្ញុំផ្ដើមដល់ចប់ដែរបើបងប្អូនពេញចិត្តសូមកុំភ្លេចជួយ like ជួយ share មួយផងដែរណាបងប្អូនអរគុណជម្រាបលាបាយបាយ